ត្រូវតែខិតខំយកចិត្តទុកដាក់គាត់ក៏ដូចជាស្ថាប័នផ្សេងៗគេត្រូវការបើយើងមិនប្រឹងទេយើងអត់មានលទ្ធភាពណាត្រូវការចេះជំនាញពិតប្រាកដដើម្បីមានលទ្ធភាពប្រទេសទាំងអស់ណាកញ្ញាឈ្មោះអីដែរឈ្មោះអីដែរឈ្មោះខាងកេសរបាទហើយការប្រឡងយកអាហារូបករណ៍ថ្ងៃនេះតើមួយបដិញ្ញាយ៉ាងម៉េចដែរបញ្ញាថានឹងយកបាន100%ដើម្បីស្រួលបាត់បង់ថ្លៃសាលាឈ្មោះអីដែរឈ្មោះហួរសូដានិយាយលឺតិចឈ្មោះហួរសូដាបាទហើយការប្រឡងថ្ងៃនេះគឺថាប្រឡងយកអាហារូបករណ៍តើមួយបដិញ្ញាចិត្តយ៉ាងម៉េចទៅខ្ញុំនឹងផងអស់ពីសមត្ថភាពខ្ញុំដែលខ្ញុំមានខ្ញុំនឹងយកអាហារូបករណ៍តទៅបានមួយមានឈ្មោះអីដែរឈ្មោះម៉ុលប៉ូលីហ៎ម៉ុលប៉ូលីបាទនិយាយលឺតិចម៉ុលប៉ូលីបាទហើយមួយឆ្នាំនេះមួយទៅប្រឡងជាប់បាក់ឌុបទេណាបាទហើយមួយដាក់ពាក្យប្រឡងអាហារូបករណ៍តើមានការបដិញ្ញាចិត្តយ៉ាងម៉េចដែរខិតខំធ្វើឲ្យបានជោគជ័យណាហើយក្នុងហ្នឹងមួយដែលដាក់ពាក្យមកប្រឡងអាហារូបករណ៍នេះហើយអនាគតនឹងទទួលយកមុខវិជ្ជាអីដែលជាសំខាន់សម្រាប់មួយមុខជាធនាគារណាហ៎ធនាគារអូយកឡានបាត់ដាក់លើខំហើយខំកំធ្វើអាហារូបករណ៍បើសិនអូនជាប់100%ហើយត្រូវអត់ចំណាយលើការបង់ថ្លៃសិក្សាទៀតអញ្ចឹងអាហារូបករណ៍កម្រិតនេះយើងត្រូវតែបើសិនយើងរួចខ្លួននៃការបង់ថ្លៃបានតែកូនមានឱកាសច្រើនអញ្ចឹងសាលាមិនថាសាលាឯកជនឬមួយសាលារដ្ឋទេថ្ងៃនេះសាលារដ្ឋគឺកំណត់អាហារូបករណ៍ប្រមាណណាដែលមិនបង់ថ្លៃបាទតាមប្រាក់ខែរបស់សាលាចារ្យ300ជាងមួយឆ្នាំ500ទៅតាមសុំកាត់វិញ្ញាសាអញ្ចឹងបាច់ឲ្យកូនមើលណាអញ្ចឹងគឺមានប័ណ្ណហើយមានអីគ្មានអ្នកណាដឹងទេតែគ្រូមិនដឹងបាទចឹងវិញ្ញាសាទី1គឺថាវិញ្ញាចំណេះដឹងទូទៅមាន IT អត់មានណាបង IT គ្នាណាប្រយ័ត្នណាប្រយ័ត្ននិយាយគឺអស់ហើយ